បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរចង់បង្ហាញពីមុខម្ហូបខជើងជ្រូកជាមួយពោះវៀនពោះវៀនធំបាទអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នារីករាយទស្សនាដូចតទៅបាទចំពោះមុខម្ហូបមួយមុខនេះដែរយើងមានជើងជ្រូកបាទមួយចំហៀងមកហើយពោះវៀនជ្រូកធំហ្នឹងបាទអាចកន្លះគីឡូមកហើយសម្រាប់គ្រឿងផ្សំមានស្ករប៊ីចេងទឹកត្រីប្រេងខ្យងរ៉ូឌីទឹកស៊ីអ៊ីវនិងស្ករត្នោតហើយនឹងខ្ទឹមសហើយនឹងម្រេចអញ្ចឹងឥឡូវនេះយើងចាប់ដើមហើយកាច់ហ្គាសមកឥឡូវហ្នឹងកាច់ហ្គាសហើយយើងលីងស្ករបាទលីងស្ករឲ្យល្អបន្ទាប់មកយើងដាក់ជើងជ្រូកហើយពោះវៀនចូលបាទឥឡូវនេះយើងលីងខ្ទឹមសិនដើមលីងខ្ទឹមសិនខ្ទឹមសលីងខ្ទឹមឲ្យក្រហមតិចយើងចាក់ទឹកត្រីចូលមិនហើយយើងដាក់ទឹកត្រីចូលកូរចូលឡើងឲ្យឈ្ងុយបាទចប់ពីដាក់ខ្ទឹមហើយយើងដាក់ស្ករត្នោតចូលស្ករត្នោតហើយយើងដាក់ស្ករត្នោតចូលហើយកូរវាយើងកំឡោចស្ករត្នោតដល់វាបាទកឡោចវាឲ្យរៀងកឡាតបាទគេហៅស្ករតាំងម៉ាពុកម៉ែបងប្អូនអញ្ចឹងយើងកូរវាមកដាក់ភ្លើងរៀងក្តៅបន្តិចស្ករនេះយើងអាចដាក់មកវែកនឹងមកព្រោះមិញខ្ញុំពិបាកដាក់អញ្ចឹងខ្ញុំចាក់ចូលហ្មងថតកម្មភាពពេលកូរហ្មងទៅបាទអាចមកវែកណាស្ករបាទព្រោះស្ករនេះយើងដាក់ភ្លើងរឹមដាក់ភ្លើងខ្លាំងពេកអាចខ្លោចបាទកូរវាកំឡោចវាឲ្យរៀងកឡាតទីមកបាទពួកស្ករបាច់ស្ករតាំងម៉ាវាខ្លោចវានៅពណ៌រៀងខំល្អបាទក្រហមបដាហើយណាបាទឥឡូវល្អហើយកលាតល្អក្រហមល្អហើយស្ករតាំងម៉ែហ្នឹងបាទអញ្ចឹងអាចធ្វើការចាក់ជើងជ្រូកហើយនឹងពោះវៀនចូលបាទចំពោះពោះវៀនជ្រូកនេះយើងអាចធ្វើការស្រោះបាទស្រោះវាស្អាតលាងឲ្យស្អាតព្រោះកម្មភាពសោសនេះស្ងោរនេះខ្ញុំអត់បានថតជូនពុកម៉ែបងប្អូនទេហើយសម្រាប់ជើងជ្រូកមិនបាច់ក៏បានដែរបាទធ្វើការស្រោះវាលាងកោសវាស្អាតបាទចឹងមិញវាលុតកាច់យ៉ាំសាទៀតបាទបន្ទាប់ពីយើងកូរមកបាទកូរឲ្យចូលមួយស្ករនេះស្ករវាតាំងម៉ែល្អវាខ្លោចក្រហមល្អបាទកូរជាមួយស្ករចូលឡើងមកធ្វើការចាក់ម្សៅស៊ុបរ៉ូឌីចូល ប
ទឹកស៊ីអ៊ីវប៊ីចេងជាមួយនឹងពេងខ្យងកូរចូលនេះមកលើចេញទឹកពីបន្តិចមកហើយវាពេលធ្វើការកូរចូលឡើងទឹកចេញពីបាទពេងខ្យងទឹកស៊ីអ៊ីវទឹកថៃដែលយើងដាក់ហ្នឹងព្រោះមីបាទជាមួយនឹងម្រេចបាទម្រេចយើងដាក់តិចច្រើនតាមចំណង់ចំណូលចិត្តបាទអ្នកខ្លះចូលចិត្តយើងហិលទេអ្នកខ្លះចូលចិត្តហិលល្មមអ្នកខ្លះមិនសូវចូលចិត្តហិលយើងដាក់តិចបានហើយបាទតបមកកូរចូលឡើងទៅហើយជាតិចទៀតយើងអាចថែមទឹកមកចានគោមបាទសម្រាប់បង្ងាស់វាផុយល្អបាទសម្រាប់មុខម្ហូបមុខនេះបងប្អូនពុកម៉ែបងប្អូនអាចថែមទៅលើពងទាស្ងោរដែលយើងស្ងោរបកដាក់ចូលក៏បានដែរបាទឥឡូវនេះយើងធ្វើការថែមទឹកបាទទឹកយើងអាចថែម2ចានគោនេះដើម្បីបង្ងាស់វាចោលឲ្យផុយល្អបាទចាក់ទឹកចូលមួយចានបាទ2ចានបាទ2ចានចឹងបន្ទាប់ពីហ្នឹងយើងធ្វើការបើកភ្លើងគួរសមល្មមហើយយើងក្របវាបាទក្របវាបង្ងាស់វាឲ្យវារីងទឹកទៅដើម្បីឲ្យជើងជ្រូកហើយនឹងពវាហ្នឹងផុយល្អចឹងឥឡូវយើងធ្វើការក្របទុកចិនសិនធ្វើការបង្ងាស់បាទឲ្យវាពុះហើយផុយល្អបាទឥឡូវនេះពុះល្អយើងធ្វើការបើកមើលម្ដងសិនបាទចឹងពុះល្អមែនតើចឹងអាចខ្ទង់ប្រហែលជាមិន5នាទីចឹងធ្វើបង្ងាស់វាឲ្យវាហៀងដើម្បីវាផុយល្អសម្រាប់ពវៀនជ្រូកនេះបាទហើយជើងជ្រូកក៏វាផុយល្អដែរបាទចឹងតែមុនដាក់បង្ងាស់ទឹកយើងភ្លក់មើលថាវារសជាតិហ្នឹងវាឆ្ងាញ់ល្មមហើយនៅបាទរៀងស្ទើរប្រៃបន្តិចព្រោះថែមទឹកយើងច្រើនដែរអញ្ចឹងយើងអាចអត់ទាន់ថែមទៅលើទឹកត្រីឬអំបិលបន្ថែមទេព្រោះខ្ញុំវាច្រើនអត់សូវប្រើអំបិលយើងប្រើទឹកត្រីទឹកស៊ីអ៊ីវហើយរ៉ូឌីអញ្ចឹងវាអត់សូវយើងអត់សូវប្រើអំបិលច្រើនទេវាច្រើនខ្ញុំអត់សូវដាក់អំបិលអាចប្រៃព្រោះវាបាក់កែច្នៃទៅលើរសជាតិអាចប្រៃដិតអញ្ចឹងណាតែចំពោះបងប្អូនវិញអាចដាក់លូចអំបិលតិចទៅក៏បានដែរភាសាខ្ញុំពាក្យច្រើនខ្ញុំមិនសូវប្រើទឹកត្រីហើយរ៉ូឌីហើយនឹងទឹកស៊ីអ៊ីវពេញខ្យងអញ្ចឹងវារសជាតិនឹងប្រៃហើយអញ្ចឹងអាចធ្វើការបង្ងាស់ឲ្យវារីងទឹកទៅសម្រាប់រសជាតិខ្ញុំគិតថាតិចទៀតនឹងវាអាចល្មមឆ្ងាញ់ព្រោះឥឡូវនេះវាទឹកអត់ទាន់រីងយើងធ្វើការបង្ងាស់វាផុយសិនអញ្ចឹងធ្វើការបង្ងាស់បន្តទៀតលើក្របចោលសិនធ្វើការបង្ងាស់បន្តទៀតបាទឥឡូវនេះយើងបើកមើលម្ដងទៀតបន្ទាប់ពីធ្វើការបង្ងាស់ឥឡូវគិតថាវារីងទឹកល្អហើយបាទផុយល្អហើយឥឡូវនេះអញ្ចឹងអាចភ្លក់រសជាតិម្សៅទៀតថាវាឆ្ងាញ់ហើយនៅបាទរីងទឹកគួរសមឥឡូវនេះ
បាទរសជាតិឆ្ងាញ់បាទវាសមល្មមពេលរីងទឹកទៅហើយសាច់ក៏វាផុយល្អតោះដែរចឹងទីទៀតនេះខ្ញុំនឹងធ្វើការដួសបាទដួសដាក់ចានដើម្បីបង្ហាញពីសកម្មភាពជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទមុខម្ហូបមួយមុខនេះងាយស្រួលក្នុងការធ្វើហើយបាទរហ័សបាទគាត់ថាយើងយូរក្នុងការបង្ងាស់វាផុយសាច់ល្អបាទអញ្ចឹងទីទៀតនេះខ្ញុំនឹងធ្វើការដួសដាក់ចានសម្រាប់បង្ហាញពីសកម្មភាពជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះឆ្អិនហើយពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនអាចមើលទៅលើសកម្មភាពចំពោះមុខម្ហូបមួយមុខនេះបាទអញ្ចឹងវីដេអូនេះថ្ងៃនេះយើងមានតែប៉ុណ្្នឹងបាទសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់បានទស្សនាតាំងពីដើមរហូតដល់ចប់បាទហើយក៏ដូចជាសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងពាក្យសម្ដីកាយវិការណាមិនសមរម្យបាទសូមខន្តីអភ័យទោសដល់ខ្ញុំបាទផងហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយ like និង share ហើយនិង subscribe សម្រាប់ពុកម៉ែបងប្អូនថ្មីបាទហើយជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អរកដល់ទិនមានបានជោគជ័យគ្រប់ភារកិច្ចទាំងអស់សម្រាប់ឆ្នាំថ្មីខាងមុខនេះបាទអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀតនឹងបាទអរគុណ